មិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះមកយើងមករៀនតពីវគ្គមុនពីពាក្យនេះពាក្យហៅពាក្យហិនហើយនិងពាក្យម៉ាបាទឥឡូវនេះខ្ញុំមករៀនបង្កើតប្រយោគខ្លីៗបាទទី1គឺមានពាក្យនេះហៅនេះហៅបាទប្រែមកថាជំរាបសួរបាទឬក៏សួស្តីបាទហើយមួយពាក្យទៀតនេះហៅម៉ានេះហៅម៉ាបាទប្រែមកថាតើអ្នកសុខសប្បាយជាដែរឬទេបាទពាក្យម៉ាហ្នឹងគឺឬទេបាទអញ្ចឹងវាបូកបញ្ចូលគ្នា3ពាក្យមានពាក្យនេះពាក្យហៅពាក្យម៉ាទៅជាតើអ្នកសុខសប្បាយជាទេបាទបន្តមកទៀតជាងឆ្លើយថាម៉េចយើងត្រូវឆ្លើយថា我很好我很好បាទខ្ញុំសុខសប្បាយជាទេ谢谢ហ្នឹងគឺអរគុណគឺថតថាយើងឆ្លើយមកគេខ្ញុំសុខសប្បាយជាទេអរគុណហើយបើយើងចង់សួរទៅគេវិញ